ពន្លឺផ្កាយនាពេលយប់លើភ្នំណានភិនឲ្យគ្រូនឹកដល់សិស្សទៀតហើយតើសិស្សនៅទីណាគ្មានសិស្សនៅកំដរគ្រូនៅលើភ្នំណានភិនពិតជាឯកាណាស់ពន្លឺផ្កាយនាពេលយំលើភ្នំណានភិនព្រួយនៅកូនព្រះប្រស្រីពេលណាវិលវិញដើម្បីសិស្សគ្រូស្មាងរងទងក្រុមបែបយ៉ាងឈរត្រង់ផ្លូវបំបាយខំបន្តស្រែកហើយរំតាំងសច្ចាអីលើប្រែជារឿងលេងសើញចង់ស្រែកខ្លាំងៗតែត្រូវខ្យល់បក់ផាន់ឆ្ងាយដួងកាយហងបងពួយត្រឹមមួយពប្រេងភ្នែកគ្រូនឹងសាខ្លាំងណាស់តើសិស្សនៅទីណាគ្មានសិស្សអមដំណើរភ្នំណានភិនឯកាណាំងចិត្តគ្រូច្របោកច្របល់ដោយផ្ការសាន់ក្នុងខ្ចាពេលដែលគ្មានសិស្សនៅក្បែរគ្រប់ពេលអារម្មណ៍គ្រូមិនស្ងំទន្ទឹងមើលផ្លូវដោយគ្មានវិញ្ញាណក្នុងខ្លួនមានសិស្សអមដំណើរភ្នំណានភិនឯកាណាំងចិត្តគ្រូតែងនឹងដល់សិស្សខំដំហើយស្រែកហាសង្ឃឹមសាឆាំញាក់ខ្លួនជួយគ្រូចំឡងមកហាធរថាសួរកំពុងតឹងរឹងចង់ទឿនសិស្សបកក្រោយតាំងសច្ចាអីលើប្រែជារឿងលេងសើញចង់ស្រែកខ្លាំងៗតែត្រូវខ្យល់បក់ផាន់ឆ្ងាយដួងកាយហងបងពួ